បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការបំលែង file Word ទៅជា PDF បាទអញ្ចឹងដូចខ្ញុំបញ្ជាក់ជូនបងប្អូនហើយអ្នកមើលវីដេអូទាំងអស់គ្នាថាក្នុងវីដេអូនេះគឺគោលបំណងរបស់ខ្ញុំគឺបង្ហាញទៅលើតែកម្រិតមូលដ្ឋានគ្រឹះទេបាទមិនតាន់ចូលដល់កម្រិត advanced ទេមានន័យថាកម្រិតខ្ពស់ជាដំបូងនេះខ្ញុំបង្ហាញពីវីដេអូធ្វើកម្រិតមានន័យថា basic កម្រិតមូលដ្ឋានបាទអូខេអញ្ចឹងខ្ញុំសូមបង្ហាញវីដេអូពីរបៀបក្នុងការបំលែង file ជា Word ទៅជា PDF បាទអញ្ចឹងដើម្បីបំលែងបានជាដំបូងហ្នឹងគឺបងប្អូនត្រូវមាន file មួយឧទាហរណ៍ថាខ្ញុំចង់បំលែង CV នេះទៅជា file PDF ដើម្បីធ្វើការផ្ញើទៅកាន់ក្រុមហ៊ុនណាមួយដែលយើងធ្វើការដាក់ពាក្យអញ្ចឹងបងប្អូនត្រូវមាន file បែបនេះសិនបាទត្រូវមាន file មួយជាលក្ខណៈ Word បែបនេះហើយ file PDF បងប្អូនត្រូវចាំថាគឺកែអត់បានទេហើយយើងអាចប្រើប្រាស់វាសម្រាប់ផ្ញើទៅនរណាម្នាក់ឬក៏ធ្វើកិច្ចការងារផ្សេងៗណាពេលដែលបំលែងវាទៅជា PDF file របស់យើងគឺអត់រត់ទេមានន័យថាវានៅឃើញមិនគឺចេញមកអញ្ចឹងអានេះអត្ថប្រយោជន៍របស់វាហើយវាមានភាពងាយស្រួលទៀតគឺអ្នកដទៃនឹងមិនអាចធ្វើការកែបានទេសម្រាប់ PDF ហ្នឹងបើចង់កែតលតែមានរបៀបបំលែងហ្នឹងផ្សេងមួយទៀតអញ្ចឹងណាបាទអូខេអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមបង្ហាញហើយក្នុងវីដេអូនេះខ្លីទេបាទគ្រាន់តែបង្ហាញហើយគឺជាប់តែម្ដងអូខេអញ្ចឹងខ្ញុំសូមបង្ហាញអំពីរបៀបនេះតែម្ដងបាទបំលែងតែម្ដងអញ្ចឹងបងប្អូនត្រូវមាន Word បែបនេះបន្ទាប់មកបងប្អូនធ្វើការចុចទៅលើពាក្យថា file បាទត្រង់ចំណុចនេះគឺបងប្អូនឃើញហើយបងប្អូនអាចមានជំរើសច្រើនបងប្អូនអាចចុច save as នេះក៏បានឬក៏ save ឬក៏ export ក៏បានដែរតាមទម្រង់ណាមួយដែលបងប្អូនអាចប្រើបានប៉ុន្តែទម្រង់នេះខ្ញុំសូមបង្ហាញអំពីការប្រើប្រាស់របៀបបំលែងហ្នឹងនៅក្នុងជាមួយនឹង export បាទអញ្ចឹងបងប្អូនចុចមក file មកបាទចុច file ហើយចុចពាក្យថា export បាទចុចត្រង់ហ្នឹងមកដល់ត្រង់នេះបងប្អូននឹងឃើញមាន create PDF HPS document អញ្ចឹងបងប្អូនធ្វើការជ្រើសរើសពាក្យថា create PDF នេះមកបាទអូខេបន្តមកទៀតយើងធ្វើការរើសទីតាំងបាទទីតាំងរបស់យើងគឺយើងធ្វើការផ្ទុកនៅលើ desktop ទុកនៅទីណាក៏បានសម្រាប់បងប្អូនធ្វើការរើសគឺបងប្អូនអាចធ្វើការរើសបានឆ្លាញ់នៅតំណែងទុកតំណែងទៅអញ្ចឹងខ្ញុំសូមធ្វើការរើសនៅលើ desktop នេះតែម្ដងបាទហើយ file បងប្អូនអាចធ្វើការកែប្រែឈ្មោះឬក៏ជាអីក៏បានដែរហើយបងប្អូនអាចមើលបញ្ជាក់ទៅលើត្រង់ចំណុចនេះគឺ PDF មានន័យថាត្រូវហើយ 100% គឺបងប្អូនអាចធ្វើការបំលែងទៅជា PDF តែម្ដងបាទអញ្ចឹងយើងចុចទៅលើ public បាទអញ្ចឹងចុចទៅលើ public មួយមកអូខេអញ្ចឹងយើងបាន file មួយហើយនេះ file នេះគឺជា PDF បាទមិនអាចកែបានទេអញ្ចឹងបងប្អូនអាចយកវាទៅផ្ញើទៅនរណាម្នាក់ក៏បានដែរឧទាហរណ៍ដាក់ពាក្យក្រុមហ៊ុនអីអាចផ្ញើ file ហ្នឹងណាកុំផ្ញើ file ជាលក្ខណៈ Word បែបនេះបើយកទៅគេអាចកែបានហើយវាអាចរត់អក្សររត់អីតាមនឹងជាក់ស្ដែងអញ្ចឹងទៅណាជាទូទៅគេដាក់ពាក្យធ្វើការឬក៏ផ្ញើឯកសារណាសំខាន់អីចឹងគេពិនិត្យមើលឲ្យត្រូវអស់ហើយយើងចាប់ផ្ដើមធ្វើការបំលែងវាទៅជា PDF តែម្ដងតែកាលណាយើងបំលែងជា PDF ហើយយើងមិនអាចកែបានទេហើយបើយើងចង់កែគឺមានរបៀបផ្សេងណាបាទអញ្ចឹងយើងសាកទៅរក file មិញដែលយើងធ្វើការ save គឺយើងបាន save ដាក់លើ desktop បាទនេះ file នេះគឺបានហើយអញ្ចឹងយើងឃើញនេះថា PDF បាទអញ្ចឹងយើងចុចលើវាមកយើងអាចតេស្តមើលបាននេះបាទអូខេអញ្ចឹងវាបំលែងគឺមានប៉ុណ្ណឹងបងប្អូនអាចយកធ្វើការអនុវត្តទៅហើយសម្រាប់ចម្ងល់ផ្សេងៗបងប្អូនអាចធ្វើការ comment នៅខាងក្រោមបានហើយខ្ញុំនឹងឆ្លើយជូនបាទក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាយើងជួបគ្នានៅពេលក្រោយបាទសូមអរគុណសូមជម្រាបលាបាទ